rồiបងប្អូនពេលតនេះកុំភ្លេចសម្អាតផ្ទះផងការសម្អាតផ្ទះឲ្យបានស្អាតគឺជាសេរីសួស្តីសម្រាប់ក្រុមគ្រួសារម្ចាស់ផ្ទះហើយវាក៏បានបណ្ដុះជាទម្លាប់ល្អសម្រាប់កូនចៅយើងជំនាន់ក្រោយក្មេងៗបានឃើញគឺនឹងយកសម្រាប់តាមហើយការសម្អាតផ្ទះនេះទៀតសោតក៏បានជួយលើកនៅរិស័យសម្រាប់ម្ចាស់ផ្ទះទោះបីជាយើងមានអារម្មណ៍ថាមិនសប្បាយចិត្តយ៉ាងណានៅពេលដែលយើងឃើញផ្ទះយើងស្អាតធ្វើឲ្យអារម្មណ៍យើងហ្នឹងគឺនឹងស្រស់ស្រាយឡើងវិញវាបីដូចជាវិមានសម្រាប់ទេវបុត្រឋាននៅលោកយើងវិញគឺផ្ទះស្អាតគឺជាសុភមង្គលរបស់អ្នកដែលរស់នៅក្នុងផ្ទះកាលណាផ្ទះយើងមិនស្អាតគឺអារម្មណ៍យើងអត់ល្អហើយយើងសម្រានក៏មិនបានលក់ស្រួលអញ្ចឹងយើងសម្អាតផ្ទះបានស្អាតទៅវាធ្វើឲ្យផ្ទះយើងស្អាតផងវាជួយបណ្ដុះផ្នត់គំនិតរបស់កូនយើងពេលដែលឃើញឪពុកម្ដាយចេះសម្អាតផ្ទះអញ្ចឹងទៅជាទម្លាប់ល្អសម្រាប់ពួកគាត់អញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេបើគិតថាល្អសូមជួយចែករំលែកទុកជាគំរូល្អដល់ក្មេងៗកូនចៅជំនាន់ក្រោយយើងឲ្យបណ្ដុះផ្នត់គំនិតក្នុងការសម្អាតផ្ទះឲ្យបានស្អាតនិងសូមអរគុណពុកម៉ែបងប្អូន